បើស្រឡាញ់ប្រាប់ថាស្រឡាញ់បើហ៊ានស្រឡាញ់គួរតែហ៊ានប្រាប់ហើយក៏ហ៊ានលះដែរ3មុខ3ក្រោយដូចចង្វាក់ឆាត់ឆាអញ្ចឹងបើគេអូខេឬក៏មិនអូខេគឺយើងបានដឹងភ្លាមកុំឲ្យយើងខំចិញ្ចឹមចិត្តប្រែមិនបានស្និទ្ធបែរជាខកចិត្តកាន់តែខ្លាំងទៅវិញថ្ងៃហ្នឹងបែបលក្ខណៈ outdoor នៅខាងក្រៅអីចឹងណាបងប្អូនហើយណាមួយថ្ងៃហ្នឹងគឺមិនមែន vlog របស់ខ្ញុំទេក៏ប៉ុន្តែគឺជា podcast ថ្ងៃនេះបែប relax នៅមាត់ព្រែកនៅកពតក៏ប៉ុន្តែសូមលាក់កន្លែងសិនព្រោះថាទេសភាពយើងស្រស់ស្អាតខ្លាំងមែនតើនៅខាងក្រៅរឹតតែស្រស់ស្អាតជាងនឹងទៀតសួស្តីប្រិយមិត្តស្រឡាញ់ podcast សូមស្វាគមន៍មកកាន់អេពីសូតទី9របស់ខ្ញុំក្នុងសប្តាហ៍នេះគឺខ្ញុំមានប្រធានបទមួយគឺកុំបិទខ្លួនឯងភាគច្រើនមនុស្សដែលខ្ញុំស្គាល់គឺគាត់មានជំនាញទេពកោសល្យខ្លាំងមែនតើក៏ប៉ុន្តែគាត់បានបិទខ្លួនឯងដោយមិនបានបញ្ចេញសក្តានុពលរបស់គាត់ឲ្យអស់ខ្ញុំពិតជាសោកស្ដាយនៅចំណេះជំនាញដែលគាត់មានអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំនឹងលើកប្រធានបទកុំបិទខ្លួនឯងពេលខ្លះខ្ញុំមានអារម្មណ៍ថាធុញថប់ខ្លាំងមែនតើដោយសារតែអ្នកដែលខ្ញុំបានដើរជាមួយហ្នឹងពួកគាត់អត់លះស្ទើរស្ទាក់3មុខ3ក្រោយដូចចង្វាក់ឆាត់ឆាអញ្ចឹងទាំងដែលពួកគាត់គឺជាមនុស្សពូកែតែដោយសារតែពួកគាត់បានបាត់បង់ឱកាសដោយភាពស្ទើរស្ទាក់របស់ពួកគាត់ព្រោះខ្ញុំពិតជាសោកស្ដាយនៅឱកាសដែលកន្លងហួសដោយសារតែភាពស្ទើរស្ទាក់របស់ពួកគាត់និងមិនព្រមបញ្ចេញឲ្យអស់ពីសក្តានុពលដែលគាត់មានមិនថារឿងការងារសូម្បីតែរឿងស្នេហាក៏អញ្ចឹងដែរបើស្រឡាញ់ប្រាប់ថាស្រឡាញ់បើហ៊ានស្រឡាញ់គួរតែហ៊ានប្រាប់ហើយក៏ហ៊ានលះដែរបើគេអូខេឬក៏មិនអូខេគឺយើងបានដឹងភ្លាមកុំឲ្យយើងខំចិញ្ចឹមចិត្តប្រែមិនបានស្និទ្ធបែរជាខកចិត្តកាន់តែខ្លាំងទៅវិញថាមិនត្រូវលែងរាប់អានគ្នាបានទៀតតែបើសិនជាបាននិយាយផាំងទៅផាំងមកនិយាយឲ្យដឹងសខ្មៅនិយាយឲ្យដឹងថាការគិតរបស់គ្នាទៅវិញទៅមកថាមិនត្រូវបើសិនជាគេបដិសេធគឺយើងនៅតែរាប់អានគ្នាបានដដែលឬយើងមានពេលវេលាដើម្បីទៅមើលមនុស្សជុំវិញខ្លួនអញ្ចឹងហើយគឺយើងអត់ខាតពេលអត់ខាតចិត្តច្រើននិយាយឲ្យត្រង់ទៅមនុស្សខ្ញុំគឺរៀងលះហាច់ដាច់ខាតតិចហើយព្រោះថាបើសិនជាខ្ញុំសម្រេចចិត្តថាធ្វើអ្វីមួយគឺខ្ញុំនឹងធ្វើឲ្យអស់ពីចិត្តតែបើសិនជាយើងអត់ធ្វើហើយទោះបីជាយកតម្រៃ10មកអស់ខ្ញុំទៀតក៏ខ្ញុំអត់ទៅដែរពីព្រោះថាខ្ញុំសម្រេចចិត្តថាអត់ធ្វើរួចហើយអញ្ចឹងខ្ញុំអត់ខាតពេលទៅគិតរឿងនឹងទៀតទេអញ្ចឹងបានន័យថាគឺខ្ញុំអត់សើរើរឿងនឹងមកក្រោយទៀតទេដូចយើងមើលវីដេអូ YouTube អញ្ចឹងព្រោះគ្រប់យ៉ាងគឺយើងដើរហួសមកហើយទោះជាយ៉ាងណាក៏យើងគ្មានសមត្ថភាពដើម្បីទៅកែប្រែនៅអតីតកាលបានកើតឡើងហើយអ្វីដែលត្រូវយកចិត្តទុកដាក់បំផុតគឺពេលវេលាបច្ចុប្បន្ននិងអនាគតកាលក៏ប៉ុន្តែបើសិនជាខ្ញុំសម្រេចចិត្តធ្វើអ្វីមួយវិញគឺខ្ញុំនឹងខំប្រឹងប្រែងធ្វើអស់ពីចិត្តរបស់ខ្ញុំនឹងប្រើអស់ពីចំណេះជំនាញដែលខ្ញុំមានសម្រាប់ខ្ញុំរាល់ការខំប្រឹងប្រែងរបស់ខ្ញុំគឺខ្ញុំរំពឹងទៅលើលទ្ធផលពេលខ្លះក៏បរាជ័យតែពេលខ្លះក៏ជោគជ័យហើយលទ្ធផលហ្នឹងគឺអាស្រ័យទៅលើវិធីសាស្ត្រនិងការរៀបចំរបស់យើងទេប្រសិនបើការងារខ្លះគឺតម្រូវឲ្យយើងធ្វើភ្លាមលក្ខណៈកាប់ដាវភាគច្រើនគឺខ្ញុំអត់សូវលះទេតែបើសិនជាយើងសម្រេចចិត្តធ្វើវាហើយគឺយើងត្រូវតែធ្វើអស់ពីសមត្ថភាពរបស់យើងឲ្យបានល្អបំផុតតាមដែលយើងអាចធ្វើទៅបានចំណែកឯការងារដែលមានផែនការត្រឹមត្រូវគឺយើងច្បាស់ហើយយើងលះជាមួយនឹងការងារនឹងហ្មងខ្ញុំចំណាំមើលឲ្យតែការងារអញ្ចឹងគឺមិនងាយភ្លាត់ស្នៀតទេព្រោះយើងបានដឹងមុនយើងមានពេលវេលារៀបចំច្រើនហើយយើងបានធ្វើវាអស់ពីលទ្ធភាពនិងសមត្ថភាពរបស់យើងទៀតតែបើសិនជាមានអ្វីភ្លាត់ក៏យើងមាន flexible plan A plan B plan C រួចជាស្រេចហើយខ្ញុំសូមលើករឿងកីឡាកររត់ប្រណាំងម្នាក់ដែលគ្រូបង្វឹកគាត់សូមឲ្យគាត់រត់ឲ្យបាន300ម៉ែត្រក្នុងពេល1នាទីទោះបីជាគ្រូបង្វឹកគាត់សុំឬបង្ខំយ៉ាងណាក៏ដោយក៏កីឡាកររត់ប្រណាំងនោះនៅតែបដិសេធព្រោះគាត់បានដឹងពីសមត្ថភាពគាត់ហើយគាត់រត់បានត្រឹមតែ200ម៉ែត្រក្នុង1នាទីដោយឡែកគ្រូបង្វឹកគាត់មានការយល់ឃើញផ្សេងពីគាត់បានមើលឃើញពីសមត្ថភាពរបស់កូនសិស្សគាត់ឃើញថាកូនសិស្សគាត់អាចធ្វើបានដោយគ្រាន់តែផ្លាស់ប្ដូរការគិតនិងមានការតាំងចិត្តដោយមុតមាំតែប៉ុណ្ណោះស្អែកឡើងគ្រូបង្វឹកគាត់បានបិទផាវពេញខ្លួនកូនសិស្សគាត់រួចឲ្យកូនសិស្សគាត់រត់ទៅរកស្រះទឹកដើម្បីពន្លត់ផាវនោះជាលទ្ធផលកូនសិស្សគាត់ដែលជាកីឡាកររត់ប្រណាំងនោះគាត់បានរត់ប្រណាំងរហូតទៅដល់400ម៉ែត្រក្នុង1នាទីដូចនេះរឿងនេះចង់ឲ្យអ្នកស្ដាប់យល់ថាក្រោយកីឡាករមានគោលដៅច្បាស់លាស់និងកម្លាំងជំរុញចិត្តដ៏ពេញទំហឹងគឺគាត់អាចសម្រេចជោគជ័យដែលគាត់នឹកស្មានមិនដល់ជារួមមកទោះបីជាយ៉ាងណាក៏ដោយសូមកុំបិទខ្លួនឯងពេលខ្លះជំនឿដែលយើងមានចំពោះខ្លួនឯងគឺជាជំនឿដែលខុសនិងបំបាក់ទឹកចិត្តខ្លួនឯងយ៉ាងសាហាវឃោរឃៅបំផុតពីព្រោះយើងមិនទាន់បានសាកល្បងយើងមិនទាន់បានប្រើសក្តានុពលរបស់យើងឲ្យអស់នោះទេដូចនេះយើងមិនគួរប្រហារជីវិតខ្លួនឯងមុននឹងតុលាការកាត់ក្តីនោះទេចឹងមុននឹងយើងនិយាយថាมันអាចទៅរួចយើងគួរតែសាកល្បងធ្វើវាសិនព្រោះសមត្ថភាពអ្នកអាចខ្លាំងជាងអ្វីដែលអ្នកគិតបាយបាយអរគុណទាំងអស់គ្នាជួបគ្នានៅអេពីសូតទី10ស្រឡាញ់ podcast